ទៀតណាលោកបែងទេភ្លើងមេឃាសូត្រទេពណ៌ក្រហមនិងកាដូសំខាន់មួយទៀតជ្រូករបស់គ្រូដែលគ្រូស្រឡាញ់ជាងគេមកប៉ះវាទៅជ្រូកនេះជាសត្វទេពមានតែមួយលើលោកវាអាចប្រែក្លាយទៅតាមបុគ្គលិកលក្ខណៈរបស់ម្ចាស់វាពេលនេះជាមួយនឹងអាចារ្យវាខ្លាយទៅជាកងភ្លើងខ្យល់ទៀតលយមែនទេវតាតូចមិនបានវាអត់ប្រែកាឡាពេលវានៅជាមួយលោកចឹងណាចាកូនលុយណាពេលកាលមកដំបងមូលដូចបានលោតផ្លាត់អញ្ចឹងឥឡូវមើលតែឡើងសង្ហាដូចតារាមួយដែរអញ្ចឹងរេខុសកំណត់ណាកូនអើយយិនថ្ងៃខួបកំណត់កូនកុំយំអីពុកមានកាដូឲ្យកូនគឺជាយន់សុខសប្បាយពុកដឹងថាពុកតឹងរឹងដាក់កូនពុកធ្វើនេះគឺចង់ឲ្យកូនល្អកុំខឹងនឹងពុកអីណាកូនប្រុសពេលនេះកូនធំហើយពាក្យសម្ដីរបស់អ្នកស្រុកកូនកុំយកមកទុកក្នុងចិត្តអីត្រូវចេះខន្តីរឿងអីខ្ញុំត្រូវខន្តីណាចាមិនកូននិយាយអញ្ចឹងក៏ថាមកពលបិសាចខ្ញុំដឹងអស់អាលេងហើយពុកឲ្យខ្ញុំនៅក្នុងគំនូហាត់យុទ្ធសាស្ត្រកម្ចាត់បិសាចតែធៀបពិតពុកកុហកខ្ញុំប្រចង់ខំខ្ញុំពុកចង់ខំខ្ញុំអស់មួយជីវិតពុកស្ដាប់តាមពួកវាខំខ្ញុំរហូតពុកស្រឡាញ់តែមុខមាត់និងអំណាចខ្លួនឯងតែប៉ុណ្ណោះវាកូនសុំឲ្យកូននិយាយចឹងកុំធ្វើឲ្យអ្នកស្រុកភ័យមើលអត់តមកចាប់ផ្ដើមកម្មវិធីគ្រប់គ្នាអញ្ជើញស្រស់ស្រូបទៅនិយាយការពិតអត់បានមែនខ្ញុំលែងទ្រាំទៀតឯងកងទេពឈិនខុនស្ដាប់បញ្ជាយើងអូយចេះអីមកពីណាតាមយើងចង់បានសងអំណាចដើមមកយើងវិញឆាប់រត់ទៅបិសាចយើងសម្លាប់ឯងឲ្យងាប់